ជាទូទៅនៅក្នុងប្រពៃណីទំនៀមទម្លាប់ខែមកកំចប់ពាក្យឬជាទូទៅត្រូវបានហៅថាភ្ជាប់ពាក្យគឺជាពិធីបែបប្រពៃណីមួយដែលត្រូវបានប្រជាជនខ្មែរអនុវត្តគ្នាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ននេះក្នុងគោលបំណងភ្ជាប់នូវសម្ព័ន្ធភាពរវាងគ្រួសារពីរមុននឹងឈានដល់ពិធីអាពាហ៍ពិពាហ៍យើងសម្គាល់ឃើញថាបុរសនិងនារីដែលមានបំណងនឹងរៀបអាពាហ៍ពិពាហ៍តែងតែរៀបចំនៅពិធីកំចប់ពាក្យនេះឡើងដោយហៅជាសាមញ្ញថាពិធីស្ដីដណ្ដឹងឬតាមប្រពៃណីហៅថាពិធីលើកស្លាដែលក្នុងពិធីនេះយើងឃើញថាភាគីខាងបុរសរៀបចំនៅជំនូនបណ្ណាការជូនទៅខាងនារីដោយមានការចូលរួមពីឪពុកម្ដាយញាតិមិត្តបងប្អូនទាំងសងខាងដើម្បីចូលចែវជើយោងតាមក្រមរដ្ឋវិន័យមាត្រា545ក្នុងករណីដែលកំចប់ពាក្យត្រូវបានរំលាយភាគីដែលបានលើកជំនូននៅពេលកំចប់ពាក្យដែលសង្ឃឹមថានឹងបានរៀបអាពាហ៍ពិពាហ៍អាចទាមទារឲ្យភាគីម្ខាងទៀតសងជំនូនទាំងនោះមកវិញបានក្នុងន័យនេះបើភាគីបុរសជាអ្នកជូនជំនូននោះភាគីខាងបុរសអាចទាមទារជំនូននោះពីភាគីខាងនារីវិញបានក៏ប៉ុន្តែក្នុងករណីដែលភាគីម្ខាងបានធ្វើការរំលាយកំចប់ពាក្យចោលដោយមូលហេតុមិនត្រឹមត្រូវឬមិនសមស្របភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបានដោយយោងតាមបញ្ញត្តិមាត្រា945នៃក្រមរដ្ឋវិន័យឧបមាថាកំចប់ពាក្យត្រូវបានបង់កើតឡើងរួចហើយភាគីម្ខាងបានប្រកាសរំលាយកំចប់ពាក្យនោះដោយគ្មានមូលហេតុត្រឹមត្រូវនោះភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបានដែលការទាមទារសំណងនេះអាចឈរលើមូលដ្ឋាននៃការមិនអនុវត្តកាតព្វកិច្ចឬអំពើអនិច្ចានុកូលដែលមានចែងក្នុងក្រមរដ្ឋវិន័យ